ព្រះគម្ពីរអេសេគៀលជំពូក38ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថាកូនមនុស្សអើយចូលតាំងមុខទៅខាងកក់នៃស្រកម៉ាកក់ជាចវាយនៃពួករូសពួកមេសេកនិងពួកទូបាលត្រូវឲ្យទាយទើសនឹងវាថាព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមនាលកក់ជាចវាយនៃពួករូសពួកមេសេកនិងពួកទូបាលអើយមើលអញទើសនឹងឯងអញនឹងធ្វើឲ្យឯងបែមោអញនឹងដាក់ទំពក់នៅថ្គាមឯងហើយនឹងនាំឯងចេញមកព្រមទាំងពលទឹកឯងទាំងប៉ុន្មានទាំងសេះនិងពលសេះផងគ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសពគ្រប់ជាកងទ័ពយ៉ាងធំមានទាំងខែលធំខែលទូចហើយកាន់ដាវគ្រប់គ្នាផងមានសាសពើស៊ីសាសគូសនិងសាសពូនមកជាមួយគ្នាគ្រប់គ្នាមានខែលហើយមួកណែកហើយមានទាំងសាសគោមើនិងពួកកកុញទាំងប៉ុន្មានរបស់គេក៏មានពួកវងតូកាម៉ាពីស្រកខាងជើងបំផុតនិងពួកកកុញទាំងអស់របស់គេគឺមានសាសជាច្រើនមកជាមួយនឹងឯងផងចូលឲ្យឯងបានរៀបចំខ្លួនជាស្រេចចោះចូលរៀបចំឡើងគឺទាំងឯងនឹងបណ្ដាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯងហើយឯងធ្វើជាមេទើបដល់គេចោះក្រោយយូរថ្ងៃទៅនោះឯងនឹងបានតាំងឡើងដល់ចិនក្រោយបង្អស់នោះឯងនឹងបានចូលមកក្នុងស្រុកដែលបានប្រោះឲ្យរួចពីដាវមកវិញគឺដែលបានប្រមូលចេញរួចពីសាសជាច្រើនមកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលជាស្រុកខូចបង់នៅជានិច្ចតែបាននាំចេញពីគ្រប់សាសនោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នាឯងនឹងឡើងមកគឺនឹងមកដូចជាខ្យល់ព្យុះហើយឯងនឹងពួកកកុញទាំងប៉ុន្មានរបស់ឯងព្រមទាំងសាសជាច្រើនដែលមកជាមួយនឹងបានដូចជាពពកគ្រប់លើស្រកព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថានៅថ្ងៃនោះនឹងមានគំនិតកើតឡើងក្នុងចិត្តឯងហើយឯងនឹងបង្កើតកិច្ចកលអាក្រក់ឯងនឹងថាអញនឹងឡើងទៅឯស្រកដែលនៅចំហអញនឹងទៅឯពួកមនុស្សដែលនៅដោយឥតកង្វល់ហើយដោយសុខសាន្តដែលទាំងអស់គ្នានៅដោយឥតមានកំផែងឬទ្វារឬរនុកឡើយដើម្បីនឹងចាប់យករបឹបនិងរំពាហើយត្រឡប់ដៃទៅទើសនឹងទីខូចបង់ដែលមានមនុស្សអាស្រ័យនៅឡើងវិញហើយទើសនឹងបណ្ដាមនុស្សដែលបានប្រមូលចេញពីគ្រប់ទាំងសាសជាពួកអ្នកដែលចម្រើនបានវងសัตว์និងទ្រព្យសម្បត្តិក៏នៅចំកណ្ដាលផែនដីពួកសេបាពួកដេដាន់ពួកជំនួញរបស់ស្រុកទើស៊ីព្រមទាំងសឹងសៀវទាំងប៉ុន្មានរបស់ពួកទាំងនោះគេនឹងមកសួរឯងថាតើលោកមកចាប់យករឹបឬតើបានប្រមូលពួកទាំងប៉ុន្មានរបស់លោកដើម្បីនឹងចាប់យករំពាឬតើចង់ដឹកយកប្រាក់និងមាសហើយនឹងយកវងសัตว์និងទ្រព្យសម្បត្តិទៅឬគឺចង់ប្លន់យករបើបយ៉ាងច្រើនឬអីដូច្នេះកូនមនុស្សអើយចូលទាយចោះហើយប្រាប់កុកថាព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះនៅថ្ងៃនោះកាលណាអ៊ីស្រាអែលជារាជអញបាននៅដោយសុខសាន្តនោះតើឯងមានបានដឹងទេឬឯងនឹងចេញពីកន្លែងរបស់ឯងគឺពីស្រុកខាងជើងបំផុតមកមានទាំងសាសជាច្រើនមកជាមួយនឹងឯងផងជាពួកកងយ៉ាងសន្ធឹកហើយជាកងទ័ពខ្លាំងពូកែដែលសិតតែជីសេះគ្រប់គ្នាឯងនឹងឡើងមកទើសនឹងអ៊ីស្រាអែលជារាជអញដូចជាពពកដែលគ្រប់ស្រកគឺនៅចិនក្រោយបង្អស់អញនឹងនាំឯងមកទើសនឹងស្រកអញដើម្បីឲ្យអស់ទាំងសាសបានស្គាល់អញក៏អើយគឺក្នុងកាលដែលអញបានតាំងជាបរិស័ទនៅក្នុងឯងចំពោះថ្មីគេព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថាតើឯងឬអីដែលអញបាននិយាយកាលពីដើមដោយសារពួកអ្នកបម្រើអញគឺជាពួកហោរានៃសាសអ៊ីស្រាអែលនៅចិននោះដែលបានទាជាយូរឆ្នាំមកដោយថាអញនឹងនាំឯងមកទើសនឹងគេនោះព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថានៅគ្រានោះកាលណាកកបានមកទើសនឹងស្រុកអ៊ីស្រាអែលនោះសេចក្តីក្ររបស់អញនឹងឈួលឡើងនៅច្រមុះអញត្បិតគឺដោយសេចក្តីប្រច័ណ្ឌរបស់អញនិងភ្លើងនៃសេចក្តីក្ររបស់អញដែលអញបានថាពិតប្រាកដជានៅថ្ងៃនោះនឹងមានការកករំពើកជាខ្លាំងនៅក្នុងស្រុកអ៊ីស្រាអែលដំណេះបានជា
ទាំងត្រីសមុទ្រនិងសត្វហើរលើអាកាសសត្វត្រីនិងសត្វលូនវានៅដីហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញឹកញឿនៅចំពោះអញឯភ្នំទាំងប៉ុន្មាននឹងរលំចុះជំរេកភ្នំនឹងបាក់ធ្លាក់មូលហើយអស់ទាំងកំផែងនឹងដួលដល់ដីព្រះម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថាអញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទើសនឹងវានោះដាវរបស់មនុស្សទាំងឡាយនឹងបានទើសនឹងបងប្អូនខ្លួនអញនឹងសម្រេចទោសដល់វាដោយអាសន្នរោគនឹងឈាមអញនឹងបង្អុលភ្លេងរំលាព្រមទាំងព្រិលយ៉ាងធំនឹងភ្លើងហើយស្វិនធឿមកលើវានឹងពួកកកុញរបស់វាហើយលើបណ្ដាសាសជាច្រើនដែលមកជាមួយផងអញនឹងដំកើងខ្លួនអញហើយតាំងខ្លួនអញជាបរិស័ទព្រមទាំងធ្វើឲ្យសាសជាច្រើនស្គាល់អញចំពោះថ្មេកផងនោះគេនឹងដឹងថាអញនេះជាព្រះយេហូវ៉ាពិត